ជំរាបសួរដូចជាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Nabi សម្រាប់រឿងថ្ងៃនេះមាននៅមកបន្តសម្រាប់នៅរឿងក្រុមមេធាវីហេតុការណ៍ភាគទី4ជូនបងប្អូនទស្សនាបន្តនៅភាគមុនយើងស្លេះធំកន្លែងនៃទូប្រុសហ្នឹងគេនិយាយទូរស័ព្ទជាមួយនឹងម៉ាក់គាត់តាមពិតទៅប៉ែនរបស់ទូប្រុសគឺមិនមែនជាធម្មតាទេគឺគាត់ជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយនៅក្នុងសហរដ្ឋអាមេរិកហើយអត់មានអ្នកដឹងច្បាស់ថាម៉ាក់របស់គាត់ហើយនិងប៉ែរបស់គាត់លែងលះគ្នាឬក៏យ៉ាងណាទេបានជាគាត់ចង់ឲ្យទូប្រុសធ្វើការជាមួយនឹងប៉ែរបស់ទូប្រុសបែបហ្នឹងប៉ុន្តែក្នុងចិត្តទូប្រុសគឺទូប្រុសអត់ចង់ទៅសោះតែម្ដងហើយឌីសានតែប្រកែកជាមួយនឹងម៉ាក់របស់គាត់អត់បានហ្នឹងគាត់ក៏ព្រមតាមប៉ុន្តែគាត់សុំពេលប្រកួតកម្មវិធី Tips កោសលមេធាវីនេះឲ្យចប់បន្ទាប់ពីដាក់ទូរស័ព្ទចុះហើយហ្នឹងគាត់បែរមកក្រៅក៏ឃើញទូស្រីហើយនឹងលោកអ៊ំហ្នឹងគឺកំពុងតែដើរនិយាយគ្នាពីរឿងដែលលោកអ៊ំកំពុងតែមានបញ្ហាហ្នឹងដល់ពេលអញ្ចឹងទូប្រុសគេក៏លួចញញឹមម្នាក់ឯងចំណែកយិនហ្វៃវិញពេលទៅត្រឡប់ឡានមកវិញហ្នឹងគាត់ក៏បានឃើញលោកជំនួយការទៀតហើយនៅខាងក្នុងមិញគឺឃើញលោកជំនួយការត្រូវគ្រួសារចាប់ចម្រិតសួររឿងរៀបការរឿងប្រាក់ខែរឿងអីអញ្ចឹងទៅឥឡូវហ្នឹងគឺថាត្រូវជួលដំណើរទៀតដល់ពេលអញ្ចឹងគេអត់ចង់ឲ្យលោកជំនួយការហ្នឹងខ្មាស់គេទេបើថាដឹងថាត្រូវធ្វើមិនទេតែពេលហ្នឹងរៀងស្ទះដែរហើយវ៉ាក៏អត់កើតពេលអញ្ចឹងមានតែជប់ឲ្យឡានខាងមុខហ្នឹងទៅសិនហើយរាក់ទាក់ជាមួយនឹងលោកជំនួយការបន្តិចទៅលោកជំនួយការពេលឃើញអញ្ចឹងគាត់ក៏អស់សំណើចខ្លួនឯងដែរមិនគួរណាក្រុមហ៊ុនហ្នឹងគឺឃើញទេមានអារម្មណ៍ថាគាត់ឃើញចំណុចខ្សោយរបស់គាត់អញ្ចឹងណាណៃលោកអ៊ំហើយនឹងទូស្រីវិញនិយាយគ្នាចុះឡើងហ្នឹងគឺថាមកដល់បន្ទប់របស់លោកអ៊ំហើយគាត់ក៏បានអរគុណទូស្រីដែរដែលបានជួយកាន់អីវ៉ាន់របស់គាត់ហើយសម្រាប់រឿងដែលគាត់កំពុងតែមានបញ្ហាហ្នឹងគឺដោយសារតែគាត់ហើយនឹងចៅប្រុសរបស់គាត់ហ្នឹងគឺចង់យករឿងដែលគាត់និពន្ធហ្នឹងទៅបោះពុំឬក៏យកទៅថតរឿងអញ្ចឹងណាប៉ុន្តែគាត់អត់ទាន់បានថតផងហ្នឹងក៏មានអ្នកលួចទៅតែពេលអញ្ចឹងគាត់ពិតជាពិបាកខ្លាំងមែនទែនសម្រាប់គាត់ការប្តឹងផ្ដាល់គឺគាត់ចូលចិត្តទេដោយសារតែគាត់គិតថាគាត់ចង់ឲ្យរឿងធំដុំណាមួយហ្នឹងគាត់ក៏មានអាយុច្រើនដែរអញ្ចឹងទោះស្រីគាត់ពិបាកក្នុងការបញ្ចុះបញ្ចូលខ្លាំងមែនទែនដូច្នេះហើយគាត់ក៏សុំលោកអ៊ំអេតវិឆាដើម្បីងាយស្រួលតាក់ទងនិយាយគ្នានៅលើក្រៅមកខាងលើជំនួយការនឹងយិនហ្វៃវិញពេលនេះគេនិយាយរឿងត្រូវគ្នាដែរដោយសារតែគេត្រូវគ្រួសារបង្ខំឲ្យរៀបការដូចគ្នាសម្រាប់លោកជំនួយការគឺគាត់ស្រឡាញ់ដែរប៉ុន្តែគាត់អត់ទាន់មានសមត្ថភាពក្នុងការរៀបការចំណែកយិនហ្វៃគឺគាត់អត់ទាន់ជួបមនុស្សដែលគាត់ស្រឡាញ់ទេទោះបីជាគាត់មានឡានមានលុយមានគ្រប់យ៉ាងក៏ដោយក៏គាត់អត់ទាន់ជួបមនុស្សដែលគាត់ស្រឡាញ់ដែរប៉ុន្តែខុសពីលោកជំនួយការដែលគាត់ខ្វះខាតអញ្ចឹងមានតែគាត់ខំធ្វើការអញ្ចឹងដើម្បីទទួលបានអ្វីៗដែលគាត់ចង់បានហើយក៏អាចសំណងរៀបការតាមលើចិត្តគាត់ហើយនឹងគ្រួសាររបស់គាត់ចង់ដែរនិយាយមកដល់កន្លែងនេះគឺ admin set ដែរមិនមែន set ជំនួសតួណាទេគឺ set ជំនួសខ្លួនឯងដូចថាខំក្រាស់លោកជំនួយការឥឡូវគឺដឹងថានៅក្នុងរឿងនឹងគាត់មានតួដែរអញ្ចឹង admin រៀង set បន្តិចឯខាងក្រុមមេធាវីស្ម័គ្រចិត្តឯងយើងទាំងពីរនេះវិញគឺថាកំពុងតែមមាញឹកនឹងការងារខ្លាំងមែនទែនដោយសារតែពេលហ្នឹងគឺមានលោកយាយម្នាក់គឺគាត់បានបាត់កូនស្រីរបស់គាត់ទូប្រុសឮតែអញ្ចឹងហ្នឹងគឺថាចង់ឲ្យលោកយាយទៅប្តឹងតែម្ដងប៉ុន្តែនៅពេលដែលលោកយាយឲ្យរូបកូនស្រីរបស់គាត់មើលហ្នឹងគឺថាបាក់ចកេះទូប្រុសខ្លាំងហ្មងដោយសារកូនស្រីរបស់គាត់ហ្នឹងគឺជាសត្វឆ្មាអ្នកគ្នាដូច្នេះហើយសម្រាប់ទូប្រុសដែលគាត់មកធ្វើជាមេធាវីស្ម័គ្រចិត្តហ្នឹងឥឡូវហ្នឹងគឺខ្លាចទៅជាអ្នករកសត្វឆ្មាហើយអ្នកគ្នាហើយគេរកឃើញហ្នឹងក៏បានឲ្យទៅលោកយាយវិញលោកយាយអរគុណខាងខ្លាំងហ្មងពេលលោកយាយហ្នឹងអ្នកមិញម្នាក់ទៀតគាត់ស្មានតែទូប្រុសហ្នឹងគឺជាអ្នកមើលសត្វទៅប្រអីឃើញទូប្រុសមើលឆ្មាមើលអីមិញដូច្នេះហើយគឺគាត់ចង់ឲ្យទូប្រុសហ្នឹងមើលកូនឲ្យគាត់ដែរគឺកូនឆ្កែហើយទូប្រុសគេប្រកែកថាអត់ទេអ្នកមិញនៅតែដេញទៅពេលអញ្ចឹងទៅក៏បានជារូបភាពកំ ប្លែងឲ្យទូស្រីសើចបន្តិចទៅចំណែកទូស្រីសើចសុកហ្នឹងក៏បានទទួលសារពីអ្នកស្រីប៉ៃថាឲ្យទូស្រីហ្នឹងកែឯកសារម្ដងទៀតអត់ទាន់យកទេអញ្ចឹងហើយមានអីទៀតគឺថាមានតែមកកែឯកសារហ្នឹងភ្លាមទាំងយកតែម្ដងបើទូប្រុសវិញគេកំពុងតែពិបាកចិត្តដោយសារតែគេបញ្ចុះបញ្ចូលលោកអ៊ំបានទេក្នុងការឲ្យលោកអ៊ំហ្នឹងដាក់ពាក្យបណ្ដឹងទូស្រីគេក៏ឲ្យទូប្រុសហ្នឹងយកចិត្តលោកអ៊ំចិត្តខ្លួនឯងបើមិនជាទូប្រុសមានគ្រួសារដែលវ័យបែបហ្នឹងតើគាត់ត្រូវបញ្ចុះបញ្ចូលបែបម៉េចអញ្ចឹងណាទូប្រុសគេប្រកែកថាបើមិនជាគាត់មានគ្រួសារបែបហ្នឹងគ្រួសាររបស់គាត់ច្បាស់ជាមិនអញ្ចឹងទេដល់ពេលនិយាយជាមួយនឹងទូប្រុសអត់យកគ្នាអញ្ចឹងទូស្រីគាត់ក៏សម្រេចចិត្តដាក់ទូរស័ព្ទដើម្បីឲ្យទូប្រុសហ្នឹងគេកាត់ឲ្យបានវិញឆ្ងាយជាងនឹងឲ្យរកវិធីដោះស្រាយចាំពេលមានវិធីអីផ្សេងហើយចាំខលមកពិភាក្សាជាមួយគាត់ម្ដងទៀតហើយគ្រាន់តែដាក់ទូរស័ព្ទចឹងហ្នឹងក៏ឃើញអ្នកស្រីប៉ៃមកដូចគ្នាប្រហែលជាគាត់ទៅតែមកពីធ្វើការនៅក្រៅប្រទេសហើយពេលហ្នឹងគាត់ក៏ឆ្លៀតនិយាយទូរស័ព្ទជាមួយនឹងកូនរបស់គាត់ដែរបន្ទាប់ពីនិយាយហើយហ្នឹងគាត់ក៏សួរទូស្រីថាមកធ្វើអីទូស្រីថាគាត់មកធ្វើការងារដែលអ្នកស្រីប៉ៃគាត់ធ្វើហ្នឹងហើយអ្នកស្រីប៉ៃថានៅសំណាក់ទៅអស់ចាំស្អែកចាំធ្វើតែទូស្រីគេចង់ធ្វើឥឡូវអញ្ចឹងណាមើលទៅពីអ្នកមេកូនហ្នឹងគឺមិនខុសគ្នាទេធ្វើការដាច់យប់ពីគ្នាខំប្រឹងធ្វើការដោយសារតែពួកគាត់ស្រឡាញ់ការងារហើយឃើញទូស្រីខំប្រឹងធ្វើការបែបហ្នឹងអ្នកស្រីប៉ៃគាត់ក៏មិនដាច់ចិត្តដែរគាត់ក៏ជួយប្រាប់ចំណុចខ្វះខាតដល់ទូស្រីអញ្ចឹងណាថាទូស្រីគឺធ្វើហ្នឹងវិភាគបានល្អហើយប៉ុន្តែគាត់នៅខ្វះចំណុចសន្និដ្ឋានគឺអត់ទាន់ច្បាស់លាស់ហើយខ្វះអីហើយចំណុចផ្សេងទៀតអញ្ចឹងទៅនិយាយទៅគាត់មិនជាការឬក៏អាក្រក់អីណាទេតែគាត់ជាមនុស្សដែលច្បាស់លាស់នឹងការងារទូស្រីស្ដាប់ឮហើយគាត់ថាគាត់នឹងព្យាយាមធ្វើឲ្យបានល្អតែអ្នកស្រីប៉ៃថាទូស្រីដឹងអត់តាមពិតទៅទូស្រីជាមនុស្សដែលមានសមត្ថភាពមានចំណេះដឹងគ្រប់គ្រាន់ហើយតែអ្វីដែលទូស្រីខ្វះក្នុងនាមជាមេធាវីហ្នឹងគឺថាសាមគ្គីជាក្រុមឬក៏សហការជាក្រុមទូស្រីចូលចិត្តធ្វើអីម្នាក់ឯងអញ្ចឹងធ្វើឲ្យការងាររបស់ទូស្រីដែលគិតថាអាចនឹងស្រួលហ្នឹងគឺវាទៅជាពិបាកដូចគ្នាដែរហើយអ្នកធ្វើការដែលខ្លាំងគឺមិនមែនធ្វើការថែមម៉ោងដាច់យប់ដាច់អីបានហ្នឹងព្រោះអ្នកមើលមកគេអាចគិតថាមេហ្នឹងគឺបង្ខំឲ្យទូស្រីហ្នឹងធ្វើការខ្លាំងអីអញ្ចឹងជាចុងក្រោយគាត់ឲ្យទូស្រីហ្នឹងគឺថាកុំរៀនធ្វើការតែម្នាក់ឯងរៀនធ្វើការជាក្រុមហើយកុំប្រឹងធ្វើការខ្លាំងពេកឲ្យទៅផ្ទះសម្រាប់ខ្លះទៅ
ទៅហើយចាប់ពីថ្ងៃស្អែកទៅឲ្យទូស្រីនឹងឆ្លៀតមើលដៃគូណាដែលអាចធ្វើការជាមួយគាត់បានដើម្បីសហការគ្នាធ្វើការជាក្រុមនិយាយទៅកន្លែងនេះគឺគេចង់ឲ្យរំឲ្យយើងនឹងថាតាមពិតទៅអ្នកដែលខំធ្វើការគឺមានពីរប្រភេទទី1គឺចង់បានមុខមាត់ចង់បានប្រាក់ខែអីអញ្ចឹងទៅតែសម្រាប់ទូស្រីគឺគាត់គ្រាន់តែចង់ធ្វើការឲ្យល្អទេហើយទូស្រីបន្ទាប់ពីអ្នកស្រីប៉ៃប្រាប់ឯហ្នឹងហើយគាត់ក៏បានផ្ញើសារទៅទូប្រុសតែម្ដងថាគាត់ចង់សហការជាមួយនឹងទូប្រុសរឿងក្តីរបស់អ្នកស្រីប៉ៃដូច្នេះហើយរូបភាពរបស់យើងគឺគេកាត់មកព្រឹកស្អែកពេលដែលទូប្រុសទូស្រីចូលធ្វើការហ្នឹងគឺថាគេចាប់ផ្ដើមសហការជាមួយគ្នាហើយប្រុសគេចង់ទូស្រីដែរតែហេតុអីតែទូស្រីគេគ្រាន់តែឆ្លើយថាជាការសហការគ្នាគាត់អត់និយាយអីច្រើនទេហើយដំបូងមានរបស់អ្នកស្រីប៉ៃលើកនេះមិនដឹងថាខុសឬក៏ត្រូវទេកាលមុនហ្នឹងគឺថាខំទៅការតែឯងទេឥឡូវគឺថានាំទូប្រុសមកខំទៀតដល់ថ្នាក់ញ៉ាំអីហើយក៏នៅតែយកកុំព្យូទ័រទៅធ្វើការជាមួយដែរនិយាយទៅពាក្យនេះគឺថាកំពុងមនុស្សតែម្ដងក្រោយពីការខំធ្វើការអស់ជាយូរហ្នឹងគាត់ក៏ចង់យកការងារហ្នឹងទៅឲ្យអ្នកស្រីប៉ៃពិនិត្យតែពេលដែលចូលទៅក៏បានជួបជាមួយនឹងមេធាវីផ្សេងៗទៀតហើយគេក៏សួរនាំពួកគាត់ទៅថាពួកគាត់ជាក្រុមដែលមកប្រឡងទេពកោសល្យមេធាវីហ្នឹងមែនអញ្ចឹងទូប្រុសទូស្រីគឺកណែនាំខ្លួនហើយក៏សុំលាចេញទៅវិញទៅហ្នឹងមិនមែនទៅណាទេគឺថាទៅធ្វើការទៀតហើយពាក្យហ្នឹងធ្វើឡើងដល់យប់ហ្មងហើយពេលដែលធ្វើការសុកហ្នឹងទូប្រុសគេក៏បបួលទូស្រីហ្នឹងទិញអីញ៉ាំខ្លាចទូស្រីញ៉ាំហ្នឹងគេយកពាក្យលោកសឹងមកនិយាយណាមកគំរាមទូស្រីតែទូស្រីថាឲ្យទូប្រុសហ្នឹងទិញសម្រាប់តែខ្លួនឯងទៅព្រោះគាត់ហ្នឹងមានមេកញ្ចប់ហើយទូស្រីឃ្លាតនិយាយទៀតគេថាគេធ្វើអញ្ចឹងដើម្បីសំលុយព្រោះអីគេត្រូវការចំណាយច្រើនលើអញ្ចឹងទូប្រុសគេឡើងនិយាយហ្មងថាបើសិនជាកម្មវិធីប្រកួតប្រជែងទេពកោសល្យនេះអត់មានទូស្រីទេច្បាស់ជាអត់ល្អមើលទេតែទូស្រីខំប្រឹងអញ្ចឹងហើយបានជាធ្វើឲ្យអ្នកផ្សេងទៀតខំប្រឹងដែរដោយសារតែគេខ្លាចចាញ់ហើយនិយាយចុះនិយាយឡើងនឹងការធ្វើការប្រកេក៏បានបញ្ចប់ដែរជោគជ័យពីបញ្ចប់ហើយគេក៏អង្គុយនិយាយគ្នាលេងហើយទូប្រុសគេក៏បានហៅហ្នឹងឲ្យទូស្រីញ៉ាំទូស្រីគេថាមិនខ្លួនទេដែលនៅញ៉ាំដោះគោទៀតហើយនិយាយតាមមាត់ទេណាដៃហ្នឹងគឺថាយកខ្លាំងលឿនទូស្រីយើងមិនថាអត់ខ្ជិលណាស់អ្នកគ្នាពេលខ្លះគេក៏មានចំណុចខ្ជិលរបស់គេដែរទោះបីជាគេច្បាស់លាស់រឿងការងារក៏ដោយហើយអាពេលគេឲ្យដោះគោហ្នឹងទូស្រីយើងមិននឹងស្ងៀមទេគេបាននិយាយថាទូប្រុសធំឡើងបែបមិនគាត់ពិតជាចង់ដឹងមែនតែទូប្រុសគេអត់និយាយទេហើយឃើញទូប្រុសបែបហ្នឹងទូស្រីគេក៏ថាឲ្យទូប្រុសហ្នឹងជួយពិនិត្យអ៊ីមែលផងព្រោះគាត់បានបញ្ជូនទៅបរិយាគាត់បាន submit ទៅអញ្ចឹងហើយត្រួតពិនិត្យម្ដងទៀតអញ្ចឹងទៅទូស្រីនៅពេលហ្នឹងគេមើលមុខទូប្រុសចោះឡើងហ្នឹងប្រហែលជាមានអារម្មណ៍ថាខ្លួនឯងហ្នឹងខុសហើយអញ្ចឹងគេក៏បានសុំទោសទូប្រុសឲ្យអញ្ចឹងទៅដែលការពីពេលនិយាយទូរស័ព្ទហ្នឹងគេបានថាឲ្យទូប្រុសខ្លាំងទូប្រុសគាត់ថាអត់អីទេឲ្យទូស្រីហ្នឹងប្រញាប់ទៅផ្ទះទៅគាត់អត់ប្រកាន់ទេទូស្រីនៅពេលដែលគាត់ត្រឡប់មកដល់ផ្ទះហ្នឹងឃើញផ្ទះខ្លួនឯងរៀងរញ៉េរញ៉ៃមុនដំបូងថារៀងភ័យដែរតែប៉ុន្តែដល់ពេលមើលឲ្យអស់ទៅគឺថាឃើញស្រាវយូនៅក្នុងហ្នឹងស្រាវយូគេក៏បកស្រាយទៅថាគេបានសុំម្ចាស់ផ្ទះហ្នឹងនៅនឹងមួយរយៈសិនតែបន្ទប់របស់គេហ្នឹងគឺអាចនៅតទៀតបានទេហើយម្ចាស់ផ្ទះគេក៏ឲ្យស្រាវយូហ្នឹងនៅនឹងប្រហែលជារយៈពេល3ខែទូស្រីគេក៏មិនថាអីដែរគ្រាន់ថានៅនឹងគឺគេសុំឲ្យមានច្បាប់3ទី1ហ្នឹងគឺថាអត់ឲ្យធ្វើម្ហូបលើម៉ោង11យប់ទេហើយច្បាប់ទី2ហ្នឹងគឺឲ្យស្រាវយូដាក់ឲ្យវ៉ាន់បរិយានៅក្នុងទីកន្លែងរួមទេឧទាហរណ៍ដូចជាបន្ទប់គេងអញ្ចឹងណាហើយទី3ហ្នឹងគឺត្រូវមានធុងសម្រាម2នៅក្នុងបន្ទប់គេងមួយនៅក្នុងបន្ទប់មួយទៀតនិយាយទៅគេជាមនុស្សស្អាតដូចស្រាវយូទេធ្វើម្ហូបបដាហ្នឹងគឺថាបរិយាប្រើហ្មងទូស្រីឃើញហើយគឺដឹងមិនទេដឹងនៅកើតទាំងអត់តែស្រាវយូគាត់ថាគាត់អត់ដឹងថាខ្លួនឯងហ្នឹងនៅនឹងបាន3ខែឬក៏អត់ទេទូស្រីគាត់ថាមិនចឹងស្រាវយូថាដោយសារតែគ្រប់គ្នានៅកន្លែងហាត់ការហ្នឹងគឺថាសត្វតបកាយទាំងអស់អត់តែគាត់ចឹងគាត់គិតថាគាត់នៅមិនដល់មួយខែផងអាចនឹងធ្លាក់ត្រឡប់ទៅផ្ទះវិញគាត់ថាបានណាទូស្រីថាបើសិនជាស្រាយូចង់ធ្លាក់អញ្ចឹងចាំបាច់ត3ខែទៅអីទៅលើហ្មងទៅបើសិនជាគេចង់ជាប់ហ្នឹងគេអត់និយាយរឿងធ្លាក់ទេគេប្រកាសជាខំប្រឹងឲ្យបានជាប់ហើយស្រាយូលើតែអញ្ចឹងគេចាប់ដើមស្ងាត់មកទៀតហើយទូស្រីនិយាយអីមកខ្លាំងគឺគេរកពាក្យប្រកែកអត់បានទេចឹងហើយគេក៏រត់ទៅមើលមីរបស់គេអញ្ចឹងទៅព្រោះឥឡូវហ្នឹងរៀងរីកដែរភ្លេចមើលមកញ៉ោះហើយគេក៏បានហៅទូស្រីហ្នឹងឲ្យនៅញ៉ាំមីមួយគេតែទូស្រីថាគេឃ្លានទេហើយអ្នកអត់ឃ្លានយើងហ្នឹងគឺថាគ្រាន់តែមករឹងទេទៀតប៉ិតហ្នឹងគឺថាស្រាយូដាក់មីឲ្យញ៉ាំហ្នឹងគឺតែហត់ឡើងអស់ហ្មងស្រាយូថាមីរបស់គេនឹងឆ្ងាញ់ខ្លាំងមែនបានទូស្រីញ៉ាំច្រើនអញ្ចឹងទូស្រីធម្មតាទទួលយកបានរសជាតិយូក៏និយាយទៅថាទូស្រីនឹងគឺជារឹកដូច boyfriend របស់គេគឺឲ្យតែពេលគេធ្វើអីឲ្យញ៉ាំហ្នឹងគឺនិយាយថាទទួលយកបានទាំងដែលទៀតប៉ុណ្ណឹងគឺឆ្ងាញ់អីអញ្ចឹងណាមាត់ខុសពីចិត្តទូស្រីគេក៏ញញឹមឲ្យដើរចូលទៅក្នុងទៅនិយាយទៅពីមុនណាគឺញ៉ាំតែមីនៅក្នុងម៉ែទេចាំមើលស្រាយូមកគឺថាដឹងតែធ្វើម្ហូបឲ្យញ៉ាំរងថ្ងៃហ្មងសំខាន់ឥឡូវហ្នឹងដឹងមិនទេងាកឆាតទៅទូប្រុសគ្រាន់តែពេលឃើញអ្នកស្រីប៉ៃគេ reply email ថា code ហ្នឹងគឺថាឆាប់ប្រាប់ទូប្រុសទៀតហើយអ្នកគ្នាទៅឥឡូវគេនឹកឃើញតែទូប្រុសហ្មងណាមានសង្ស័យថាមានដំណឹងល្អឆាប់ហើយមើលទៅកាត់មកពេលព្រឹកឡើងនេះគឺថាទូស្រីគេបានមកដល់ office មុនទៀតហើយទូប្រុសនៅពេលដែលចូលមកឃើញគាត់ក៏បាននិយាយទៅថាទូស្រីហ្នឹងមកដល់មុនគាត់ទៀតហើយទូស្រីគេក៏និយាយទៅថាយប់មិញហ្នឹងគាត់បានរឿងរបស់លោកអ៊ំម្ដងហើយតាមពិតទៅគឺអ្នកដឹកនាំគាត់ជាអ្នកច្រឡំពាក្យក្រងភាសារបស់ស្រុកកំណើតលោកអ៊ំដីផ្សេងតែគេបកផ្លែខុសអញ្ចឹងណាទូប្រុសគេនឹងលើកមេដៃមកតែសំខាន់និយាយត្រូវគ្នាតាមផ្លែទេកុំអីនឹងរត់ឆ្លុះគ្នាទៀតហើយកុំតែស្រាយូគេរត់មកតន់ទេដោយសារដល់ម៉ោងចូលវគ្គករណីថ្មីហើយសម្បីតែលីកើហ្នឹងក៏គេដើរចូលមកដែរហើយការដែលគេត្រូវចូលវគ្គថ្មីភ្លាមហ្នឹងដោយសារតែលើហ្នឹងគឺមានករណីថ្មីមួយទៀតហើយតាក់ទងជាមួយនឹងមន្ទីរពេទ្យហើយនឹងតារាសម្ដែងដោយកញ្ញាសៀហ្នឹងគឺគាត់ជាតារាម្នាក់ដែលគាត់កំពុងតែមានប្រជាប្រិយភាពហើយគាត់បានឃើញមន្ទីរពេទ្យហ្នឹងគឺថាយករូបគាត់ដោយចេតនា
ណាដើម្បីធ្វើជា poster អីតាក់ទាញអីចឹងទៅទាំងនៃទៀតប៉ុណ្ណឹងគឺគាត់អត់បានវះកាត់ការសម្ផស្សឬក៏សម្រាប់ទម្ងន់អីនៅមន្ទីរពេទ្យហ្នឹងទេនិយាយទៅមន្ទីរពេទ្យហ្នឹងគឺមន្ទីរពេទ្យកែសម្ផស្សហ្នឹងអ្នកគ្នាសែវយូអាគេកំពុងតែ focus ហ្នឹងគឺគាត់ឡើងភ្ញាក់ផ្អើលមកដោយសារតែគាត់ fan កញ្ញាសែវហ្នឹងជាក់ស្ដែងគេមិនបានយករូបកញ្ញាសែវហ្នឹងផ្ទាល់ទេគឺគេធ្វើជាគំនូរជីវចលអីចឹងទៅតែយ៉ាងណាក៏ fan គេនៅតែមើលដឹងដែរថាជារូបកញ្ញាសែវអញ្ចឹងហើយបានជាកញ្ញាសែវគេប្តឹងពេលហ្នឹងដែរលោកជំនួយការគាត់ក៏បានប្រាប់ទៅថាករណីនេះគឺគាត់មានពេល3ថ្ងៃដើម្បីដោះស្រាយរឿងក្តីមួយហ្នឹងហើយគាត់នឹងផ្ញើឯកសារបន្ថែមផ្សេងដើម្បីឲ្យគេតាមអ៊ីមែលអីចឹងទៅអាចារ្យមកសល់ពេលហ្នឹងគេនៅមានចម្ងល់អត់ទាន់អស់អញ្ចឹងគេក៏បានរត់តាមលោកជំនួយការដើម្បីសួរបន្ថែមដោយសារតែគេមានអារម្មណ៍ថាខ្លួនឯងហ្នឹងគឺធ្វើអត់សូវបានល្អហើយរៀងខ្សោយជាងគេអញ្ចឹងណាអញ្ចឹងគាត់គិតថាគាត់នឹងអាចនឹងធ្លាក់ដោយសារតែក្នុងចិត្តរបស់គាត់ហ្នឹងគាត់គិតថា Ranger Thong ហើយនឹង Junction ហ្នឹងគឺជា top នៅក្នុងកម្មវិធីប៉ុន្តែអញ្ចឹងគាត់ដូចជាអត់មានចន្លោះណាដើម្បីចូលទៅប្រកួតប្រជែងសោះហ្មងលោកជំនួយការក៏និយាយទៅតែគាត់យល់ពីអារម្មណ៍មួយហ្នឹងដោយសារតែគាត់ក៏ធ្លាប់ចូលនៅក្នុងចំណុចមួយហ្នឹងដែរប៉ុន្តែត្រូវចាំថាការសាកល្បងការប្រកួតប្រជែង3ខែនេះគឺជាឱកាសមួយហើយយើងអាចទាយដឹងបានថាគេជាមនុស្សដែលប្រកែបំផុតតើតើយើងបញ្ជាប្រកួតមួយហ្នឹងមិនយើងដឹងអញ្ចឹងកុំបោះបង់ចោលឱកាសខ្លួនឯងលឿនអញ្ចឹងអាចារ្យមកស្រុតគេក៏រៀងមានកម្លាំងវិញអញ្ចឹងគេក៏បានដើរទៅធ្វើកិច្ចការបន្តទៀតទៅតែអាចារ្យមកស្រុតដើរទៅព្រាមអ្នកស្រីធានដែលជាមេធាវីទី1ខាងវិវាទហ្នឹងគាត់ក៏បានដើរម្នាក់តែម្ដងដោយសារតែពួកគាត់នឹងរៀងស្គាល់គ្នាយូរដែរលោកជំនួយការគាត់ក៏និយាយទៅថាអ្នកស្រីគឺថាអត់ផ្លាស់ប្ដូរតែម្ដងសម្រាប់នៅតែស្អាតនៅតែខ្លាំងអីអញ្ចឹងនិយាយទៅគេក៏ទៅសារអ្នកស្រីធាននឹងអត់ចាញ់អ្នកស្រីប៉ៃប្រហែលទេខ្លាំងដូចគ្នាប៉ុន្តែអ្នកស្រីធានគឺគាត់មិនធានប្រកួតប្រជែងជាមួយលោកស្រីប៉ៃទេដោយសារតែពួកគាត់មានចំណុចខ្លាំងប៉ុន្តែបបពិសោធន៍ហ្នឹងក៏ខុសគ្នាអញ្ចឹងណាហើយពួកគាត់ក៏និយាយលេងជាមួយគ្នាប្រហែលជាពួកគាត់ធ្លាប់ធ្វើការជាមួយគ្នាផងក៏មិនដឹងដែរតពេលនិយាយគ្នាហើយហ្នឹងពួកគាត់ក៏ប្រម៉ែកគ្នាទៅធ្វើការរៀងខ្លួនសម្បីតែក្រុមធនរបស់យើងហ្នឹងគឺថាកំពុងតែស្វាស្វែងធ្វើការដូចគ្នាមិនថាតួស្រីអាចចាយមកស្លូតសែវយូជាងឈិនលីកាឬក៏ជើងនៀនយិនហ្វៃទេគឺថាម្នាក់ស្វាស្វែងបីធ្វើរឿងក្តីមួយនឹងខ្លាំងមែនតើហើយដើម្បីដោះស្រាយរឿងក្តីមួយនឹងបានល្អមិនមែនគ្រាន់តែអង្គុយរកឯកសារទេគឺគេក៏បានជួបជាមួយលោកឆាងម្ដងទៀតដើម្បីឲ្យលោកឆាងផ្ដល់អនុសាសន៍ក្នុងការប្រមូលផុសតាងក៏ដូចជាព័ត៌មានផ្សេងពីរឿងក្តីមួយនឹងនេះសារតែពួកគាត់គឺអត់មានបទពិសោធន៍ក្នុងការប្រមូលផុសតាងផ្សេងនឹងទេវគ្គនេះគេអត់នៅសាំញ៉ាំយូរទេគ្រាន់តែលោកឆាងចូលមកភ្លាមហ្នឹងគឺថាគាត់បាក់ដៃឲ្យសួរហ្មងតែគេចង់សួរអីគឺថាសួរមកតួស្រីគេក៏ចាប់ផ្ដើមសួរមុនគេតែម្ដងពីតួស្រីសួរហើយអ្នកផ្សេងទៀតគេក៏ចាប់ផ្ដើមសួរបន្តគ្នាដូចជាតួប្រុសសួររួចរាល់ហ្នឹងគេក៏ចាប់ផ្ដើមបំបែកគ្នាទៅធ្វើរឿងក្តីបន្តទៀតតែម្ដងហ្នឹងទៅហ្នឹងគឺលោកជំនួយការគាត់ក៏បានផ្ដាំដែរថាអ្នកដែលបានបន្ទុកច្រើនជាងគេហ្នឹងគឺ20បន្ទុកហើយគាត់ក៏ប្រាប់ថាគាត់នឹងបញ្ជូនឯកសារពាក់ព័ន្ធជាមួយនឹងរឿងក្តីហ្នឹងឲ្យទៅតាមក្រោយនិយាយហើយហ្នឹងគ្រប់គ្នាគេក៏ទទួលបានហើយក៏ចេញទៅធ្វើការរៀងខ្លួនបន្ទាប់ពីធ្វើការហើយហ្នឹងក៏ដល់ម៉ោងព្រេកអញ្ចឹងហើយគេក៏បាននាំគ្នាទៅញ៉ាំអាហារនៅកង់ទីនេះអញ្ចឹងទៅហើយពេលទៅញ៉ាំអីហ្នឹងទោះស្រីគេដាក់ម្ហូបដាក់បាយហើយហ្នឹងគេរកទៅអង្គុយតុតែងាកទៅក៏ឃើញស្អាយអង្គុយចាំគេរួចជាសាច់ហ្មងសំខាន់ណាស់សិតតែដាក់របស់នៅលើតុទៀតខ្លាចទោះស្រីអត់មកអង្គុយអញ្ចឹងខ្លាចគេត្រាំតុហ្នឹងទៅអញ្ចឹងទោះស្រីឃើញអញ្ចឹងគាត់ក៏ដើរទៅរកស្អាយតែម្ដងស្អាយហ្នឹងគេចង់មកសុំទោសដែលមុនហ្នឹងនៅក្នុងបន្ទប់ប្រជុំហ្នឹងគេកាន់ជើងខាងទូប្រុសគេខ្លាចទូស្រីខឹងតែតាមពិតទៅទូស្រីបានខឹងទេហើយទូស្រីក៏ថាឲ្យទៅថាសែយូហ្នឹងអត់សមធ្វើជាមេធាវីសោះមកតែយ៉ាងណាក៏អរគុណដែរដែលឲ្យទឹកដោះគោជូរគាត់សែយូឃើញអញ្ចឹងគាត់ក៏និយាយទៅថាហេតុអីបានទូស្រីហ្នឹងខណ្ឌចាយដែនច្បាស់ម៉េះអត់ចង់ជាពាក្យគុណណាគេមែនទាំងអ្វីដែលគេឲ្យទាំងសម្ភារៈប្រើប្រាស់ផ្សេងនៅក្នុងផ្ទះហ្នឹងគឺទូស្រីបែងចែកដាច់ដល់ឡែកហ្មងហើយបើមិនជាគេឲ្យរបស់អីមួយហ្នឹងគឺទូស្រីចង់បានទេទូស្រីខ្លាចជាពាក្យគុណគេមែនតែងតែសងគេវិញរហូតនិយាយហើយហ្នឹងគាត់ក៏សួរទៀតថាគាត់ហ្នឹងនិយាយត្រូវអត់នេះជាអីដែលគាត់ឃើញជាក់ស្ដែងតាមការសង្កេតណាទូស្រីគេក៏ថាឲ្យសែយូទៅថាបកកាយសង្កេតពេកឥឡូវហ្នឹងគឺថាមហូបចិត្តអស់ហើយសែយូឃើញចឹងឡើងស្លន់ហ្មងខ្លាចអស់មហូបញ៉ាំតែយ៉ាងណាក៏អត់ភ្លេចបញ្ជាក់ដែរថាគេហ្នឹងគឺជាមនុស្សដែលបកកាយសង្កេតទូស្រីឃើញចឹងក៏ញ៉ាំហើយឲ្យញ៉ាំអីទៅប៉ុន្តែពេលដែលងើបមកហ្នឹងឃើញមនុស្សមកអង្គុយតុហ្នឹងស្មានតែសែយូតែតាមពិតទៅគឺអាចចាយមកស្លូតសោះការដែលគាត់មកហ្នឹងដោយសារតែករណីទី3នេះគឺត្រូវធ្វើការជាក្រុមទៀតហើយជំរឿគឺមានតែ2ក្រុមទេក្រុមទូប្រុសជាមួយនឹងក្រុមទូស្រីដូច្នេះហើយអាចចាយមកស្លូតគាត់មកសុំទូស្រីចូលដោយសារតែគាត់យល់ស្របជាមួយនឹងកំណត់ទូស្រីគាត់ចង់សហការជាមួយនឹងទូស្រីដូច្នេះហើយសម្រាប់មកគឺក្រុមទូស្រីមាន3នាក់អាចមកស្លូតចៅនាងជាមួយនឹងទូស្រីចំណែកក្រុមទូប្រុសគេមាន4នាក់បើសែយូវិញគឺអត់ចោលអាចរិកបារម្ភពីអាចមកស្លូតទេឃើញគេមកសែសិតឯហ្នឹងគឺសួររហូតថាមានបញ្ហាអីអត់មានអីឲ្យគេជួយអត់បាទអាចមកស្លូតហើយនឹងសែយូវិញគេនឹងពិភាក្សាគ្នាតែរឿងការងារទេសម្បីតែរឿងមិត្តប្រុសរបស់គេហ្នឹងក៏គេល្អប្រាប់គ្នាដែរដោយសារតែអាចមកស្លូតហ្នឹងគេប្រកាយមានអារម្មណ៍ថាចង់សាររបស់គាត់ហ្នឹងគឺទុកគាត់ពីសិនចំអញ្ចឹង take care គាត់ខ្លាំងពេកងាកបារម្ភងាកខលសួរអីចឹងទៅតែសែយូហ្នឹងគឺប្រកាយខ្លាំងមែនតើនិយាយដល់តែអាចមកស្លូត
ត់មានអារម្មណ៍ល្អឡើងវិញបន្ទាប់មកហ្នឹងដល់វគ្គយិនហ្វៃគេមកសួរសាយូហ្មងថាសាយូមួយរយៈនេះមានរឿងអីបានចេះតែគិតមកគេសាយូគេក្បេក្បាលរៀងភ័យគេថាមានអីទេយិនហ្វៃថាបើសិនជាមានអីគឺអាចឲ្យគាត់ជួយបានដល់អញ្ចឹងសាយូគេក៏ដាច់ចិត្តនិយាយទៅថាហេតុអីបានយិនហ្វៃហ្នឹងក៏ហាក់គាត់ចាត់ទុកគាត់ជាមិត្តភក្តិអីមែនឃើញសាយូអត់ឆ្លើយហ្នឹងគាត់ក៏ដឹងហើយតែប្រហែលជារឿងគ្រួសាររបស់គាត់ហ្នឹងហើយមកទៅដូច្នេះហើយគាត់ក៏និយាយឲ្យសាយូនឹងអស់ចិត្តមកទៅថាគាត់អត់បានចង់ធ្វើជាមិត្តជាមួយសាយូទេប្រហែលជាគាត់និយាយតាមបខំទេមកទៅបើសាយូលឺអញ្ចឹងគឺថារៀងទឹកភ្នែកលេងអាឡូមកដល់ផ្ទះហ្នឹងគឺថាសែតទៀតហើយតែទោះបីជាសាច់យ៉ាងណាមកដល់ផ្ទះវិញគេក៏បានលេងឆាតជាមួយនឹងមិត្តប្រុសរបស់គេដែរតែលេងបានតែតិចហ្នឹងក៏មានអ្នកខលមកគាត់ដល់ពេលអញ្ចឹងគាត់ក៏បានចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅទុកកុំព្យូទ័រដែលកំពុងតែនិយាយឆាតជាមួយសង្សាររបស់គាត់ហ្នឹងចាតែពេលដែលចូលមកវិញហ្នឹងក៏ឃើញទូស្រីកំពុងតែញ៉ាំទឹកអញ្ចឹងគេក៏និយាយលេងជាមួយគ្នាទៅសាយូក៏ឆ្លៀតល្អប្រាប់តិចដែរថាការងាររបស់គាត់ហ្នឹងគឺអត់សូវល្អទេតែសារនេះទូស្រីគេឆ្លើយបែបសុភាពដាក់សាយូថាប្រហែលជាអត់អីទេបន្ទាប់មកគេក៏កាត់មកពេលព្រឹកឡើងពេលនេះគឺក្រុមទូស្រីហ្នឹងគេត្រូវឡើងប្រេសិនមុនគេដោយសារតែក្រុមទូប្រុសហ្នឹងគេអត់តន់រីករាយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលហ្នឹងពេលដែលក្រុមទូស្រីឡើងប្រេសិនប្រធានបទរបស់ទូស្រីហ្នឹងគឺដូចទៅនឹងក្រុមរបស់ទូប្រុសខ្លាំងមែនទែនដល់ថ្នាក់សម័យតែសាយូនៅពេលដែលមកដល់ឃើញជើងគាត់ឡើងភ្ញាក់ផ្អើលឡើងស្លុតមកព្រោះគាត់កំពុងតែសង្ស័យថាទូស្រីហ្នឹងគឺជាអ្នកលួចមើលឯកសារនៅក្នុងកុំព្យូទ័ររបស់គាត់អីអញ្ចឹងទៅធ្វើអីឯកសារទាំងអស់ហ្នឹងបែកធ្លាយណាដោយសារតែយប់មិញហ្នឹងគាត់បាននិយាយទូរស័ព្ទឲ្យគាត់បានចេញទៅពេលដែលត្រឡប់មកវិញឃើញទូស្រីហើយទូស្រីនិយាយដល់ស្រួលមួយគាត់ទាំងដែលរដុនទូស្រីអត់និយាយអញ្ចឹងទេតែយើងអត់ទាន់ដឹងថារឿងរ៉ាវបែបម៉េចទេគ្រាន់តែដឹងថាពេលដែលក្រុមទូស្រីឡើងប្រេសិនរីករាល់ហ្នឹងគឺទទួលបានការកោតសរសើរខ្លាំងមែនទែនថាក្រុមរបស់គាត់ធ្វើបានល្អបើមកសាយូវិញគាត់ដូចជាហួសចិត្តបន្តិចបាក់ទឹកចិត្តបន្តិចមិនទេដោយសារតែគាត់មានអារម្មណ៍ថាគាត់អត់ដឹងថាត្រូវទុកចិត្តណាគេបានណាដូច្នេះហើយគាត់ក៏បានយករឿងហ្នឹងខលទៅប្រាប់មិត្តប្រុសរបស់គាត់មិត្តប្រុសរបស់គាត់គ្រាន់តែឮអញ្ចឹងគឺថាសប្បាយចិត្តមកដឹងថាការដែលមានរឿងហ្នឹងមកពីគាត់ឬក៏មិនទេអានេះគ្រាន់តែការសង្ស័យរបស់គាត់មែនទេព្រោះពេលហ្នឹងគាត់បាននិយាយថាដូចដែលគាត់ធ្លាប់ប្រាប់អញ្ចឹងថាអត់មានមិត្តភក្តិល្អនៅកន្លែងធ្វើការទេលោកគ្នាចាំតែជន់ផលិតយើងទេសាយូឮតែអញ្ចឹងគ្នាឡើងយំមកហើយឡើងប្រាប់សង្សារមកគាត់មកថាគាត់នឹងទៅវិញហើយគាត់ចង់ទៅវិញសង្សាររបស់គាត់ឮតែអញ្ចឹងគាត់ក៏និយាយទៅថាគាត់នឹងទៅទីក្រុងប៉េកាំងដើម្បីទទួលសាយូមកវិញចំណែកសាយូវិញបន្ទាប់ពីនិយាយទូរស័ព្ទហើយគេក៏បានដើរមកជួបធីមរបស់គេតែលីកហ្នឹងមិនដឹងពីស្អីអ្នកគ្នាគ្រាន់ឃើញមកគ្នាព្រាមគឺថាបន្ទោសគ្នាយកមកថាច្បាស់ណាស់ថាទូស្រីហ្នឹងគឺជាអ្នកលួចយកអ្នករបស់ពួកគេដោយសារពួកគាត់នៅផ្ទះជាមួយគ្នាដោយសារតែសាយូនឹងទុកចិត្តទូស្រីពេកយិនហ្វៃលឺអញ្ចឹងគេក៏ស្ដីឲ្យលីកបន្តិចទៅគ្រាន់តែការប្រេសិនរបស់ពួកគាត់ដូចគ្នាហេតុអីក៏ចាំបាច់បន្ទោសសាយូអញ្ចឹងចំណែកទូប្រុសវិញគេក៏គិតដូចនេះដែរគេគិតថាមិនមែនទូស្រីទេដោយសារគាត់គិតថាសម្រាប់ទូស្រីគឺមិនមែនបែបហ្នឹងទេតែយើងអត់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាតទៀតទេដោយសារតែឥឡូវហ្នឹងគឺភាគទី4របស់យើងគឺបានឆ្លៃតែប៉ុណ្្នឹងហើយកុំភ្លេចតាមដានជាមួយនឹងមានភាគបន្តទៀតណាអរគុណជម្រាបលាបាយ